នៅក្នុងខែវិច្ឆិកានេះគឺខ្ញុំបានទៅលេងប្រទេស New Zealand ដែលខ្មែរយើងហៅថាប្រទេស Nova Zealand នៅទីនោះដែរគឺវីដេអូដែលខ្ញុំកំពុងតែថតនេះគឺស្ថិតនៅទីតាំងឈ្មោះថា Lake Tekapo បាទឬក៏ខ្មែរយើងហៅថាបឹងតេកាប៉ូបឹងនេះដែរគឺជាបឹងធម្មជាតិដែលមានទឹកខៀវស្រងាត់ហើយមានរុក្ខជាតិជាច្រើនដុះជុំវិញហ្នឹងបាទសំខាន់ជាងគេគឺមានព័ទ្ធជុំវិញទៅដោយភ្នំតកកបាទអញ្ចឹងលេខតេកាប៉ូនេះគឺជាកន្លែងមួយដែលជាតំបន់ទេសចរណ៍ល្បីនៅក្នុងប្រទេស New Zealand ផងដែរហើយផ្កាលូពីនដែលជាផ្កាដែលល្បីនៅក្នុងប្រទេសនេះផងដែរគឺរីកតែនៅក្នុងខែវិច្ឆិកានិងខែធ្នូតែប៉ុណ្ណោះអូខេជួបគ្នានៅក្នុងវីដេអូក្រោយ